នៅពេលនោះព្រះសម្មាសម្ពុទ្ធក៏បានព្យាករណ៍នៅបុណ្យកុសលនេះថាដោយអំណាចផលបុណ្យកុសលដែលគេបានធ្វើនេះបុណ្យនោះនឹងហុចផលធ្វើឲ្យគេคล้ายទៅជាមហាសេដ្ឋីក្នុងរយៈពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះរឿងបុណ្យរឿងបាបគឺជារឿងអចិន្ត្រៃយ៍ការហុចផលរបស់បុណ្យហើយនឹងហុចផលរបស់បាបវាគឺជារឿងអចិន្ត្រៃយ៍ដែលយើងគិតមិនដល់ស្មានមិនត្រូវហើយយើងតែងតែមានចម្ងល់ថាហេតុអីបានជាអញ្ចឹងហេតុអីយើងមិនអាចរកចម្លើយបាននោះទេក៏ប៉ុន្តែនៅពេលដែលបុណ្យហុចផលសូមឲ្យដឹងផងទៅថាគ្រប់យ៉ាងមានហេតុមានបច្ច័យយ៉ាងណាដូចជាគ្រួសាររបស់កាលៈវិលយៈដែលជាគ្រួសារក្រីក្រពីអ្នកប្តីប្រពន្ធគឺក្រីក្ររកព្រឹកខ្វះល្ងាចអាហារមិនសូវគ្រប់នោះទេនៅក្នុងសម័យពុទ្ធកាលហ្នឹងទាំងពីរអ្នកប្តីប្រពន្ធរស់នៅក្រុងរាជក្រឹសដែនមគធៈដែលជានគរដែលមានភាពរីកចម្រើនសម្បូរសប្បាយនៅក្នុងសម័យពុទ្ធកាលសម័យនោះណានៅនគររាជក្រឹសនោះមានបុរសម្នាក់ឈ្មោះថាកាលៈវិលយៈហើយឲ្យត្រូវតួអក្សរណាកាលៈវលយៈដល់ពេលហៅជាប់មាត់គឺកាលៈវិលយៈអញ្ចឹងកាលៈវលយៈតាមភាសាសរសេរមកណាគាត់គឺជាបុរសក្រីក្រម្នាក់នៅក្រុងរាជក្រឹសដែនមគធៈបុរសម្នាក់នេះមានភាពក្រីក្រមួយថ្ងៃគាត់ត្រូវទៅស៊ីឈ្នួលគេដើម្បីបានទ្រព្យបន្តិចបន្តួចយកមកចិញ្ចឹមខ្លួនឯងនិងគ្រួសារជាមួយប្រពន្ធមានប្រពន្ធដែរណាដូច្នេះហើយបុរសម្នាក់នេះគឺប្រឹងប្រែងមានសេចក្តីលំបាកស៊ីឈ្នួលគេមួយថ្ងៃបានន័យថាដើម្បីទៅដោះបាយណាអញ្ចឹងរៀងរាល់ថ្ងៃគឺគាត់ត្រូវស៊ីឈ្នួលគេដើម្បីរកទ្រព្យមកបើសិនជាអត់មានកម្លាំងដើម្បីដោះដូរជាមួយទ្រព្យទេគឺចប់ហើយជីវិតរបស់គាត់ក៏ប៉ុន្តែគាត់ក៏សំណាងល្អគាត់ក៏មានភរិយាដែលមានប្រាជ្ញាដែលមានបញ្ញាណាតែក៏ក្រីក្ររស់នៅជាមួយគ្នាអញ្ចឹងពេលខ្លះទៅបញ្ញាការរកស៊ីមួយចំនួនហ្នឹងវាអត់កើតទ្រព្យណាមិនទាន់អាចធ្វើឲ្យមានបានក៏ប៉ុន្តែដោយសារតែភរិយារបស់គាត់គឺមានសទ្ធាជាមួយនឹងព្រះពុទ្ធសាសនាដូច្នេះហើយវាអត់មានអីប្លែកនោះទេមែនទេព្រោះតាមធម្មតាពេលខ្លះទៅបើសិនជាជីវិតរបស់យើងអត់លំបាកទេយើងមិនសូវជារកអ្វីជាទីពឹងនោះទេបានន័យថាភាកច្រើនណានៅពេលណាដែលយើងមានបានកើតមកវាសប្បាយសុខសប្បាយពេកអញ្ចឹងទៅយើងមិនសូវខ្វល់ខ្វាយរឿងច្រើនយើងគិតតែភាពសប្បាយទៅក៏ប៉ុន្តែដល់ពេលជួបនៅសេចក្តីលំបាកក៏កើតនៅចម្ងល់ថាមិនបានគេនឹងមានបានមិនបានគេសុខសប្បាយមិនបានគេសុខស្រួលយើងនេះលំបាកដល់ពេលកើតចម្ងល់យើងត្រូវទៅរកចម្លើយយើងទៅរកថាហេតុអីនៅពេលណាដែលយើងជួបនៅសំណួរថាហេតុអ្វីនៅក្នុងជីវិតយើងក៏ទៅរកអ្នកចេះដឹងដែលឆ្លើយតបនៅចម្លើយនោះបានអញ្ចឹងអ្នកដែលអាចឆ្លើយតបជាមួយរឿងរ៉ាវជីវិតដែលបានច្បាស់លាស់បំផុតនោះគឺព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹងឡើងនៅក្នុងលោកដល់ពេលចម្លើយនោះវាត្រឹមត្រូវយើងទទួលយកបានយើងក៏ព្រមជឿដល់ពេលយើងព្រមជឿយើងកើតសទ្ធាយើងធ្វើទៅកម្លាំងផលនោះក៏បានហុចផលទៅតាមកម្លាំងបុណ្យកម្លាំងបាបដែលបានធ្វើអញ្ចឹងទៅអញ្ចឹងហើយយើងតែងតែឃើញថាភាគច្រើនអ្នកដែលទៅវត្តទៅរក្សាសិលទៅរកទៅធ្វើបុណ្យធ្វើអីភាគច្រើនតែលំបាកក្រីក្រហើយបានទៅសំណួរសួរថាហេតុអ្វីបានជាអញ្ចឹងដោយសារតែជីវិតមនុស្សនឹងមានសេចក្តីប្រមាទច្រើនក៏ប៉ុន្តែមិនមែនថាគេអ្នកមានបានទេគេមិនធ្វើបុណ្យមិនមែនទេគ្រាន់តែភាគច្រើនណាអ្នកដែលក្រីក្រមួយចំនួនហ្នឹងដល់ពេលជួបនៅសេចក្តីលំបាកតែងតែរកចម្លើយនៃជីវិតអញ្ចឹងទៅហើយក៏បានជួបអ្នកដឹងអំពីចម្លើយច្បាស់លាស់ប៉ុន្តែសំណួរសួរថាមានអ្នកខ្លះក្រីក្រហើយអត់ជឿអត់មានអត់ទៅរកចម្លើយមានទេក៏មានអ្នកខ្លះកើតមកជីវិតលំបាកកើតមកនៅក្នុងត្រកូលក្រីក្រពេលខ្លះទៅមិនបានបន្ទោសខ្លួនឯងនោះទេថាខ្លួនឯងធ្វើបុណ្យមកតិចក៏ប៉ុន្តែអាចនឹងបន្ទោសដោយសារតែឪពុកម្ដាយបង្កើតមកបន្ទោសប្រទេសបន្ទោសជាតិបន្ទោសអ្នកនេះបន្ទោសអ្នកនោះបន្ទោសគ្រប់បែបយ៉ាងប៉ុន្តែមិនបានបន្ទោសខ្លួនឯងថាខ្លួននឹងមានកម្មនោះទេខ្លួនមានកម្មអត់មានបុណ្យនឹងបានមកកើតនៅក្នុងគ្រួសារហ្នឹងក៏មានកម្មដូចគ្នាអញ្ចឹងទៅដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងគឺគាត់មានកម្មគាត់អត់សូវមានបុណ្យអញ្ចឹងគាត់ក្រីក្រដល់ពេលយើងការពីអតីតជាតិអត់មានបុណ្យអត់មានចង់និយាយថាអត់មានកម្លាំងបុណ្យមកជួយណាមានតែបាបមានតែអកុសលដល់ពេលអញ្ចឹងមិនដែរគឺយើងមកចាប់កំណើតកើតនៅក្នុងត្រកូលលំបាកក្រីក្រអញ្ចឹងទៅហើយបើសិនជាយើងលំបាកហើយយើងក្រីក្រហើយយើងមិនបានរកចម្លើយនៃជីវិតទៀតវាធ្វើឲ្យជាតិភពបន្តទៀតវានៅតែបែបហ្នឹងបន្តទៅទៀតក៏ប៉ុន្តែវាអត់មានអីប្លែកនោះទេបើសិនជាយើងរកចម្លើយលឿនតាំងពីយូរណាយើងប្រហែលជាទៅព្រះនិព្វានយូរហើយប៉ុន្តែដោយសារតែយើងមិនរកចម្លើយទើបយើងនៅត្រឹមប៉ុណ្្នឹងរាល់ថ្ងៃហ្នឹងកន្លងមកណាមានផែនដីដែលបានកើតឡើងតាំងនៅមានជីវិតរស់នៅដូចយើងរាល់ថ្ងៃហ្នឹងមានមនុស្សរស់នៅដូចយើងសពថ្ងៃហើយក៏មានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងនៅក្នុងលោកជាច្រើនអណែករួចមកហើយច្រើនជាងក្របខ្សាច់នៅក្នុងផ្ទៃមហាសមុទ្រទូទាំងពិភពលោកទៅទៀតឥឡូវយើងសាកគិតទៅមើលទៅក្តាប់ក្របខ្សាច់មកក្របមកសំទោសមកក្តាប់មកណាក្របខ្សាច់ហ្នឹងគឺវាច្រើនអណែកមហាសាលក៏ប៉ុន្តែសូមឲ្យដឹងផងទៅថាចុះបើសិនជាក្របខ្សាច់ទូទាំងពិភពលោកនោះប៉ុន្មានក្របតែព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹងឡើងកន្លងមកតាំងពីដើមមកណាមានច្រើនជាងក្របខ្សាច់ទូទាំងពិភពលោកទៅទៀត
សំណួរសួរថាហេតុអ្វីបានជាអ្នកដែលទៅព្រះនិព្វានអ្នកដែលរួចផុតចាកទុក្ខទៅរកសេចក្តីសុខដែលជាអមតៈនោះមិនមានយើងដោយសារគឺដោយសារតែយើងមិនបានរកចម្លើយនឹងឯងដល់ពេលឥឡូវនេះយើងក៏អាចនឹងអ្នកខ្លះទើបតែយើងមកសិក្សាសូម្បីខ្ញុំក្តីពុកម៉ែបងប្អូនអរគ្នាដែលកំពុងតែស្ដាប់ហ្នឹងយើងទើបតែរកចម្លើយពន្លកភ្លឺបន្តិចបន្តួចបើធៀបចង់និយាយថាបើពន្លឺនឹងវាធៀបជាមួយនឹងពន្លឺព្រះអាទិត្យណាពន្លឺរបស់ព្រះសម្មាសម្ពុទ្ធដែលត្រាស់ដឹងឡើងនៅក្នុងលោកដូចជាពន្លឺព្រះអាទិត្យក៏ប៉ុន្តែយើងនេះកំពុងតែប្រៀបដូចជាពន្លឺ7អំពែកដែលកំពុងតែចង់រកចម្លើយណាអញ្ចឹងពន្លឺ7អំពែកភ្លឺនៅពេលណាបាទពន្លឺ7អំពែកវានឹងភ្លឺនៅពេលយប់វានឹងភ្លឺនៅពេលងងឹតយ៉ាងណាអ្នកដែលបានសន្សំបុណ្យសន្សំបារមីទៅកាន់ព្រះនិព្វាននោះដើម្បីឲ្យរួចផុតចាកទុក្ខនោះដោយសារតែភាកច្រើននោះគឺជីវិតនឹងជួបនៅភាពងងឹតដល់ពេលជីវិតជួបនៅភាពងងឹតក៏ត្រូវការពន្លឺនៅពេលណាដែលជួបពន្លឺដូចជា7អំពែកហើយទើបស្វែងរកពន្លឺនឹងសន្សំឧបនិស្ស័យសន្សំបុណ្យហើយរហូតដល់ភ្លឺដូចជាព្រះអាទិត្យអញ្ចឹងទៅប៉ុន្តែសូមឲ្យដឹងផងទៅថាពីមុនមកគឺងងឹតឈឹងបើសិនជាអត់ងងឹតទេទៅព្រះនិព្វានយូរហើយដូចខ្ញុំនិយាយអញ្ចឹងប៉ុន្តែដោយសារតែយើងនេះវាងងឹតយូរមកហើយដល់ពេលយើងបានសិក្សារឿងរ៉ាវទៅក៏បានចាប់ផ្ដើមភ្លឺតិចតួចដូចជាពន្លឺ7អំពែកក៏ប៉ុន្តែបើសិនជាយើងកើតមកភ្លឺឧទាហរណ៍ឥឡូវកើតមកភ្លឺដូចជាពន្លឺព្រះអាទិត្យអញ្ចឹង7អំពែកភ្លឺនៅពេលថ្ងៃសួរមានន័យទេយើងអាចមើលឃើញពន្លឺហ្នឹងទេអត់នោះទេយើងអត់មានសេចក្តីទុកនោះទេឧទាហរណ៍ថាយើងកើតមកវាសុខសប្បាយពេកណាតាំងពីដើមមកគ្រប់ភពគ្រប់ជាតិសុខសប្បាយរស់នៅសុខសប្បាយអត់មានសេចក្តីទុកទេវាប្រៀបដូចជា7អំពែកវានៅតែភ្លឺពេលថ្ងៃណាពន្លឺពេលថ្ងៃសួរមានន័យទេអត់មានន័យនោះទេអត់ស្អាតនោះទេក៏ប៉ុន្តែបើសិនជាអត់មានព្រះអាទិត្យងងឹតឈឹងជួបនៅសេចក្តីលំបាកពន្លឺនឹងភ្លឺឡើងវាធ្វើឲ្យមានន័យអញ្ចឹងធ្វើឲ្យមនុស្សចាប់ដើមស្វែងរកនៅទីពឹងស្វែងរកនៅសេចក្តីសុខស្វែងរកនៅព្រះនិព្វានយ៉ាងណាព្រះសម្មាសម្ពុទ្ធទាំងឡាយដែលបានត្រាស់ដឹងឡើងនៅក្នុងលោកពីមុនមកកន្លងមកហើយណាពីមុនមកក៏ដូចគ្នាដូចតែយើងអញ្ចឹងដែរប៉ុន្តែដោយសារអីដោយសារតែពេលដែលជួបនៅសេចក្តីលំបាកជួបនៅសេចក្តីទុក្ខអញ្ចឹងទៅលោកក៏តាំងសេចក្តីប្រាថ្នាអធិដ្ឋានចិត្តដើម្បីចាកចេញអំពីភាពងងឹតទាំងឡាយនោះក៏ប៉ុន្តែដោយសារតែព្រះអង្គមានសេចក្តីសង្វេគមុនបានន័យថាលោកឃើញនៃសេចក្តីទុក្ខមុនយើងណាអញ្ចឹងលោកទៅមុនយើងទៅតែយ៉ាងណានៅពេលនេះយើងអាចនឹងកំពុងតែសន្សំយើងអាចនឹងកំពុងតែទើបតែឃើញនៅភាពងងឹតនៅឡើយឯងអញ្ចឹងយើងក៏ចាប់ផ្ដើមសន្សំឧបនិស្ស័យសន្សំបុណ្យដើម្បីអីដើម្បីឲ្យមានពន្លឺភ្លឺរស់នៅភាពភ្លឺស្វាងឥឡូវយើងត្រឡប់មកវិញនៅក្នុងរឿងរ៉ាវរបស់លោកកាលវេលយៈអញ្ចឹងភរិយារបស់លោកនោះគឺជាអ្នកដែលមានសទ្ធានៅក្នុងព្រះពុទ្ធសាសនាក៏ប៉ុន្តែគ្រួសាររបស់គាត់ហ្នឹងពីអ្នកប្តីប្រពន្ធគឺក្រីក្រលំបាកហើយនៅក្នុងព្រឹកថ្ងៃមួយលោកកាលវេលយៈហ្នឹងក៏បានទៅធ្វើការងារធម្មតាក៏ប៉ុន្តែភរិយារបស់គាត់ហ្នឹងក៏បានរៀបចំបបរយកបបរទៅឲ្យស្វាមីដែលមានទឹកបន្លែត្រាំរបៀបទឹកម្ជូរហ្នឹងយកទៅឲ្យស្វាមីអញ្ចឹងមានបបរហើយនឹងទឹកបន្លែត្រាំហ្នឹងអញ្ចឹងភរិយារបស់គាត់ហ្នឹងក៏បានត្រៀមដើម្បីយកទៅឲ្យស្វាមីដែលបានទៅធ្វើការស៊ីឈ្នួលគេក្នុងការរកប្រាក់ដើម្បីចិញ្ចឹមជីវិតណាហើយនៅក្នុងវេលាព្រឹកនោះដែរព្រះមហាកស្សបៈថេរៈលោកបានចេញពីនិរោធសមាបត្តិដែលលោកបានចូលនិរោធសមាបត្តិហ្នឹងគឺ7ថ្ងៃរួចមកហើយថ្ងៃនេះគឺជាថ្ងៃទី7នៅពេលដែលលោកចេញអំពីនិរោធសមាបត្តិនោះលោកក៏បានត្រួតមើលដោយញាណទស្សនៈថាតើថ្ងៃនេះអ្នកណាទៅណដែលស័ក្តិសមឲ្យយើងសង្គ្រោះអញ្ចឹងគឺមុនពេលដែលលោកចេញទៅសង្គ្រោះអ្នកណាគឺលោកត្រួតមើលសិនព្រោះលោកដឹងច្បាស់ថាកម្លាំងបុណ្យនៅក្នុងការចេញអំពីនិរោធសមាបត្តិហ្នឹងនឹងធ្វើឲ្យអ្នកនោះទទួលនៅផលបុណ្យមហាសាលដ៏ក្រៃលែងដូច្នេះហើយលោកត្រូវត្រួតមើលសិនថាតើអ្នកណាដែលមានកម្លាំងបុណ្យនៅក្នុងការទទួលបុណ្យមួយនេះនៅពេលដែលលោកបានត្រួតមើលក៏ឃើញភរិយារបស់កាលវេលយៈបានចូលមកក្នុងសំណាញ់ញាណគឺចូលមកក្នុងញាណទស្សនៈរបស់លោកហើយព្រះមហាកស្សបៈបានដឹងយ៉ាងច្បាស់ថាបើសិនជាគេបានថ្វាយនៅទេយ្យធម៌គឺថ្វាយអាហារហ្នឹងជាចង្ហាន់បិណ្ឌបាតមកដល់លោកធ្វើឲ្យគេទាំងពីរអ្នកប្តីប្រពន្ធនឹងកើតនៅសម្បត្តិមហាសាលនេះក៏ប៉ុន្តែសូមឲ្យដឹងច្បាស់ថាមុនពេលដែលលោកទៅត្រួតទៅប្រោះណាដូច្នោះហើយព្រះថេរៈបន្ទាប់ពីបានត្រួតមើលរួចរាល់អស់ហើយលោកក៏បានឃ្លុំជីវរហើយក៏ពរបាតបានន័យថាចេញទៅបិណ្ឌបាតណាហើយលោកក៏បាននិមន្តទៅមុខផ្ទះរបស់នាយកាលវេលយៈនឹងឯងគឺលោកផ្ដោតទៅដោយត្រង់តែម្ដងណាអញ្ចឹងនៅក្នុងវេលានោះប្រពន្ធរបស់នាយកាលវេលយៈនឹងដែលកំពុងតែត្រៀមបបរយកទៅឲ្យស្វាមីនោះនៅពេលណាដែលឃើញព្រះមហាកស្សបៈថេរៈដែលលោកនិមន្តមកដល់មុខផ្ទះទៅហើយគ្រាន់តែឃើញព្រះថេរៈមកដល់មុខផ្ទះនាងមានការសប្បាយចិត្តយ៉ាងខ្លាំងហើយនាងក៏បានគិតនៅក្នុងចិត្តថាអូយូរណាស់មកហើយដែលយើងមិនបានធ្វើបុណ្យយើងមិនបានថ្វាយទានហើយក្នុងវេលានេះបុណ្យបានមកដល់មុខផ្ទះរបស់យើងហើយស្រែបុណ្យបានមកដល់មុខផ្ទះហើយម្យ៉ាងទៀតទេយ្យធម៌របស់យើងបានន័យថាអាហារណាពេលនេះគឺមានទៀតឱកាសល្អៗបែបនេះមិនងាយរកបាននោះទេដូច្នេះយើងត្រូវតែថ្វាយទានទៅដល់ព្រះមហាកស្សបៈថេរៈគិតដូច្នោះហើយនាងក៏បាននិមន្តឲ្យព្រះថេរៈហ្នឹង
ត្រៀមបាតនៅក្នុងការថ្វាយទៀនដូច្នោះនាងក៏បានយកបបរដែលត្រៀមយកទៅឲ្យស្វាមីណាក៏បានដាក់បាតទៅដល់ព្រះមហាកាសបៈទាំងអស់ទៅហើយបបរហ្នឹងណាមិនមែនបបរហ្នឹងយកទៅឲ្យតែស្វាមីទេគឺយកទៅឲ្យស្វាមីហូបទាំងពីរនាក់អញ្ចឹងបបរហ្នឹងគឺសម្រាប់ទាំងពីរនាក់ហ្នឹងយកទៅហូបជាមួយគ្នាក៏ប៉ុន្តែពេលនេះនាងក៏បានថ្វាយនៅបបរទាំងអស់នោះទៅដល់ព្រះមហាកាសបៈដោយមិនគិតឡើយថាតើនាងហើយនឹងស្វាមីហ្នឹងបានអីហូបទៅនាងបានសម្រេចចិត្តនៅក្នុងការថ្វាយទានទៅដល់ព្រះថេរៈដោយដកយកនៅភាពកំណាញ់ដែលភាពហួងហែងដែលគិតថាខ្លួនគូតែហូបប្តីគូតែហូបហ្នឹងបំភ្លេចចោលតែពេលនេះបានដាក់បាតទៅដល់ព្រះថេរៈហ្នឹងដោយចិត្តរំភើបជ្រះថ្លាបិតិយ៉ាងខ្លាំងអញ្ចឹងហើយបន្ទាប់ពីនាងបានថ្វាយទាននោះទៅដល់ព្រះមហាកាសបៈហើយសំណួរសួរថាមានរឿងអ្វីកើតឡើងគឺនៅក្នុងពេលវេលានោះនាងហើយនឹងស្វាមីអត់មានអាហារហូបនោះទេហើយនាងក៏បានទៅជួបស្វាមីហើយក៏បានប្រាប់រឿងរ៉ាវហ្នឹងថានាងបានថ្វាយទានដាក់បាតទៅដល់ព្រះមហាកាសបៈហើយសូមឲ្យស្វាមីនឹងអនុមោទនាដើម្បីចែកបុណ្យណាឥឡូវយើងសាកមកគិតអំពីចិត្តរបស់ពុទ្ធជនយើងទូទៅវិញបើសិនជាភរិយាឬក៏ប្តីបានដាក់បាតបានយកទៅធ្វើបុណ្យដែលជាចំណែករបស់ខ្លួនហើយដែលខ្លួនគួរតែហូបអាហារនៅក្នុងពេលវេលាហ្នឹងប៉ុន្តែបែរជាដាក់បាតបាត់ទៅហើយមកចែកបុណ្យណាអាហារគួរតែបានហូបប៉ុន្តែឥឡូវអត់មានអាហារមកឲ្យបុណ្យវិញឥឡូវយើងសាកគិតទៅមើលបែបពុទ្ធជនថាតើមានមនុស្សប៉ុន្មានអ្នកយើងគិតជាភាគរយណាដែលព្រមអនុមោទនាទី1ទី2នោះគឺអាចទៅរួចទេថាប្រពន្ធឬក៏ស្វាមីនឹងបើសិនជាស្វាមីធ្វើបុណ្យឬក៏ប្រពន្ធធ្វើបុណ្យហើយយកទៅចែកនៅក្នុងគណៈពេលដែលខ្លួនកំពុងតែអត់កំពុងតែឃ្លានណាពេលខ្លះទៅអាចនឹងធ្វើឲ្យបុណ្យនោះកពុបក៏ថាបានដែរបានន័យថាធ្វើឲ្យបុណ្យហ្នឹងសទ្ធានឹងវាលែងកើតអាចនឹងឆ្លោះគ្នាថាមិនបានយកទៅធ្វើបុណ្យមិនបានយកទៅដាក់បាតគួរណាស់តែទុកខ្លះយកទៅហូបអីចឹងណាសួរថាមានទេខ្ញុំជឿថាអាចនឹងមានអញ្ចឹងដោយសារកម្លាំងសទ្ធារបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេនាយកាលវលយៈនឹងបន្ទាប់ពីទទួលបានដំណឹងថាប្រពន្ធនឹងបានថ្វាយទានដល់ព្រះមហាកាសបៈហើយខ្លួនក៏មានអារម្មណ៍រំភើបបិតិហើយអនុមោទនាយ៉ាងខ្លាំងក្រៃលែងដែលប្រពន្ធបានធ្វើអញ្ចឹងណាអត់ខឹងប្រពន្ធនោះទេចំណែកព្រះមហាកាសបៈថេរៈវិញបន្ទាប់ពីលោកទទួលបាននៅចង្ហាន់បិណ្ឌបាតអំពីភរិយារបស់នាយកាលវលយៈហើយលោកក៏បាននិមន្តទៅឯមហាវិហារដើម្បីទៅជួបព្រះបរមសាស្តាហើយក៏បានយកអាហារដែលខ្លួនបានបិណ្ឌបាតអំពីប្រពន្ធរបស់នាយកាលវលយៈហ្នឹងទៅថ្វាយទៅដល់ព្រះបរមសាស្តាគឺថ្វាយបបរយាគូដែលលោកបានបិណ្ឌបាតមកណាថ្វាយទៅដល់ព្រះសម្មាសម្ពុទ្ធដល់ពេលអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏បានទទួលយកនៅបបរហ្នឹងប៉ុន្តែយកតែចំណែកដំមដែលព្រះអង្គទទួលឆាននោះទេហើយចំណែកដែលនៅសល់ហ្នឹងក៏បានយកទៅថ្វាយដល់បណ្ដាភិក្ខុសង្ឃទាំងអស់នៅក្នុងវិហារថែមទៀតហើយដោយពុទ្ធានុភាពនោះធ្វើឲ្យបបរដែលនៅសល់ហ្នឹងយកទៅចែកទៅដល់ភិក្ខុផ្សេងទៀត500អង្គបានឆាន់ទាំងអស់គ្នាអញ្ចឹងសរុបទៅចង្ហាន់បិណ្ឌបាតដែលព្រះមហាកាសបៈបានទទួលអំពីប្រពន្ធរបស់នាយកាលវលយៈហ្នឹងមកគឺធ្វើឲ្យបណ្ដាភិក្ខុសង្ឃរួមទាំងព្រះសម្មាសម្ពុទ្ធនៅក្នុងវិហារទាំងអស់ហ្នឹងបានឆាន់គ្រប់អង្គនឹងគឺមិនធម្មតាមែនតើបន្ទាប់មកព្រះមហាកាសបៈហ្នឹងក៏បានទូលសួររឿងរ៉ាវអំពីបុណ្យកុសលអំពីចង្ហាន់បិណ្ឌបាតដែលប្រពន្ធរបស់នាយកាលវលយៈហ្នឹងបានថ្វាយមកដល់លោកដែលបានចេញអំពីនិរោធសមាបត្តិហើយបានយកមកថ្វាយដល់ព្រះសម្មាសម្ពុទ្ធអីចឹងណាអញ្ចឹងសួររឿងរ៉ាវអំពីផលបុណ្យថាតើផលបុណ្យហ្នឹងបែបណាសួរព្រះសម្មាសម្ពុទ្ធណាព្រះមហាកាសបៈសួរថាតើគ្រួសារ2នាក់ប្តីប្រពន្ធហ្នឹងពេលនេះក្រីក្រឥឡូវហ្នឹងបានដាក់បាតមកហើយថាតើផលបុណ្យហ្នឹងនឹងទទួលបែបណាអញ្ចឹងទៅនៅពេលនោះព្រះសម្មាសម្ពុទ្ធក៏បានព្យាករណ៍នៅបុណ្យកុសលនេះថាដោយអំណាចផលបុណ្យកុសលដែលគេបានធ្វើនេះបុណ្យនោះនឹងហុចផលធ្វើឲ្យគេคล้ายទៅជាមហាសេដ្ឋីក្នុងរយៈពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះអញ្ចឹងហើយបន្ទាប់ពីព្រះមហាកាសបៈសួររឿងរ៉ាវបុណ្យកុសលហ្នឹងទៅដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានព្យាករណ៍រឿងរ៉ាវថាគេទាំងពីរនាក់នឹងคล้ายទៅជាមហាសេដ្ឋីក្នុងរយៈពេល7ថ្ងៃនោះព័ត៌មាននឹងដំណឹងហ្នឹងមនុស្សម្រៀននាំគ្នាភ្ញាក់ផ្អើលចង់និយាយថាពេញមនគរហ្មងណាថាអូព្រះសម្មាសម្ពុទ្ធថាពីរនាក់ហ្នឹងคล้ายទៅជាមហាសេដ្ឋីបាទនេះថាព្រះសម្មាសម្ពុទ្ធហ្នឹងព្យាករណ៍ហ្នឹងប្រាប់ត្រង់ព្រះមហាកាសបៈប៉ុន្តែមហាជនទាំងឡាយដែលនៅនឹងអីតាមធម្មតាបរិស័ទអីផ្សេងៗណាគេឮគេដឹងនិយាយពីមាត់មួយទៅមាត់មួយល្បីពេញមនគរហ្មងអញ្ចឹងនាំគ្នាចាប់ដើមវិភាគអូយវាមិនដែលវាមិនអាចទៅរួចពីរនាក់បានទ្រព្យសម្បត្តិច្រើនមកពីណាវាមិនអាចទៅរួចចង់និយាយថាវិភាគទូទៅណាទាំងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកព្យាករណ៍ហើយហ្នឹងមនុស្សម្នាក់ៗនៅតែឆ្ងល់វាមិនអាចទៅរួចទេអីចឹងណាហើយអ្នកខ្លះទៀតក៏គេជឿអ្នកខ្លះទៀតក៏គេមិនជឿអ្នកខ្លះក៏គិតថាឥឡូវចាំមើលវាពិតអត់ចង់និយាយថាតើព្រះសម្មាសម្ពុទ្ធព្យាករណ៍ហ្នឹងពិតអត់ព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងហ្នឹងមែនអត់អីចឹងណាអញ្ចឹងតាមធម្មតាម្នាក់បើសិនជាមានរឿងរ៉ាវបែបហ្នឹងចាប់ដើមអ៊ុតដែរត្រូវទេចាប់ដើមពិសោធន៍មើលមែនអត់ថាតើព្រះអង្គសម្ដែងហ្នឹងមែនអត់តាមវិស័យរបស់មនុស្សពុទ្ធជនទូទៅធម្មតាយើងតែងតែមានចម្ងល់មែនទេចាប់ដើមវិភាគជុំគ្នាអូចេះចុះជាងទៅ
Chẳng chập đam vậy cả lá 8 ទិសទៅហ៎ចាប់ដើមគិតនេះគិតនោះឆ្ងល់នេះខ្ងល់នោះថាតាមកពីណាចាប់ដើមអីចឹងទៅអ្នកខ្លះក៏ជឿថាអូតែព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងមិនដែលខុសហើយប៉ុន្តែក៏មានអ្នកខ្លះទៀតគិតវាមិនចេញវាមិនដែរវាមិនអាចទៅរួចចាំមើលអីចឹងទៅនេះគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងសម័យពុទ្ធកាលហើយយើងក៏ដូចគ្នាបើសិនជាយើងមិនបានសិក្សារឿងរ៉ាវនោះថាតើរឿងនោះនឹងទៅជាយ៉ាងណាក៏ប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងក៏មានប្រកាសរួចហើយនៅក្នុងប្រត្រៃបិដកថ្ងៃស្អែកយើងមកបន្ថែមដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើនាយកាលវលយៈហ្នឹងបានទ្រព្យសម្បត្តិមហាសាលនោះមកពីណាដោយរបៀបណាចាំយើងសិក្សាបន្តហើយនៅក្នុងវេលានេះ